បើមានដើមទុន$5000 ឬ$10000ហើយបងបងស្រឡាញ់ខាងកសិកម្មចិញ្ចឹមសត្វអីណាអាចមកមើលមុខរបរចិញ្ចឹមកន្ធាយបានពិសេសអ្នកដែលគាត់ចិញ្ចឹមស្រះសម្រាប់បងប្អូនមានដើមទុនធំធំអីចឹងគឺយើងចំណាយរៀបចំចិញ្ចឹមស្រះហ្មងទៅបងប្អូនយើងរៀបចំឲ្យរឹងមាំក៏ធាបាត់ហ្មងតាណាដែរពិសេសបច្ចេកទេសថ្មីនេះគឺបងបងដាក់កន្ទេលក្នុងស្រះគឺកំហាត់បងគឺតិចខ្លាំងមែនតែនហើយបងបងសួរថាចោះទីផ្សារសម្រាប់ទីផ្សារអត់បារម្ភទេបងប្អូនអើយគឺទីផ្សារកន្ធាយស្រុកខ្មែរគឺនៅធំតលេខ្លាំងតម្លៃរបស់កន្ធាយក៏នៅខ្ពស់ហើយបងបងមិនបាច់ភ័យថាអូតើកន្ធាយធំមិនលក់បានមែនបើសម្រាប់ខ្ញុំនេះគឺទីផ្សារគ្រប់ផ្សាយហ្មងគ្រប់ខ្នាតទាំងអស់ពងកន្ធាយឲ្យតាហ៊ានហាមាត់លូអត់ខ្វះទេអ្នកទិញបងប្អូនចាស់តែមករកទិញពងកន្ធាយបន្តែទុកភ្ញាស់កូនកន្ធាយញាស់បាច់មកចាអាយុចាប់ពី1ខែឡើង2ខែ3ខែគឺខ្ញុំចែកពូជបានទាំងអស់ហើយកន្ធាយចាប់ពីខ្នាតបងប្អូន4ខាំឡើងគឺយើងវាយចូលទីផ្សារធ្វើជាកន្ធាយសាច់បានហើយកន្ធាយខ្នាត1គីឡូជាងអីចឹងយើងវាយធ្វើមេបាពូជកន្ធាយគឺបានគ្រប់ខ្នាតទាំងសម្រាប់បងប្អូនចង់រៀនអាចមករៀនបច្ចេកទេសដល់ទីតាំងបានបង